ជំរាបសួរអ្នកទាំងអស់គ្នាសូមស្វាគមន៍មកកាន់ Channel Furniture ថ្ងៃនេះខ្ញុំមានប្រធានបទថ្មីមួយទៀតដែលនិយាយអំពីអតិផរណាយកមកចែករំលែកជូនអ្នកទាំងអស់គ្នាដើម្បីយល់ដឹងបន្ថែមអំពីនិយមន័យមូលហេតុនិងរូបមន្តសម្រាប់គណនាអតិផរណាតោះយើងទៅពិនិត្យមើលទាំងអស់គ្នាថាតើអតិផរណាជាអ្វីនៅក្នុងវីដេអូនេះផងដែរខ្ញុំនឹងបញ្យល់ព្រមទាំងលើកឧទាហរណ៍សាមញ្ញដែលងាយយល់ឆាប់ចាប់បានអំពីអតិផរណាដែលតែងតែកើតមានឡើងក្នុងផ្នែកសេដ្ឋកិច្ចរបស់ប្រទេសនានាក្នុងសកលលោកសូមអ្នកទាំងអស់គ្នាជួយចុច Subscribe និងដាក់សញ្ញាកណ្ដឹងដើម្បីទទួលបានចំណេះដឹងថ្មីៗបន្ថែមទៀតសូមអរគុណបើយោងតាមសៀវភៅ Macroeconomics របស់លោក Michael Parkin បោះពុម្ពលើកទី14ក្នុងឆ្នាំ2023នៅចំពោះទី5ទំព័រទី148បានប្រាប់យើងអំពីនិយមន័យអតិផរណាតើអតិផរណាជាអ្វីអតិផរណាគឺជាការកើនឡើងនៃកម្រិតថ្លៃរួមមានន័យថាថ្លៃទំនិញឬថ្លៃសេវាកម្មជាច្រើនកើនឡើងព្រមៗគ្នាក្នុងអំឡុងពេលណាមួយតើមូលហេតុអ្វីដែលបណ្ដាលឲ្យមានការកើនឡើងថ្លៃទំនិញឬសេវាកម្មជាច្រើនព្រមៗគ្នាដូចនេះនេះគឺជាមូលហេតុមួយចំនួនដែលបណ្ដាលឲ្យមានការកើនឡើងថ្លៃទំនិញឬសេវាកម្មជាច្រើនព្រមៗគ្នាដែលយើងហៅថាអតិផរណានោះទី1ការកើនឡើងនៃតម្រូវការរួមច្រើនជាងការផ្គត់ផ្គង់កត្តានេះបណ្ដាលមកពីប្រជាជនមានប្រាក់ច្រើនដើម្បីចំណាយក្នុងការទិញទំនិញឬសេវាកម្មម្យ៉ាងវិញទៀតអង្គភាពអាជីវកម្មដំឡើងថ្លៃទំនិញឬសេវាកម្មផងដែរទី2ការកើនឡើងនៃថ្លៃផលិតកម្មដូចជាថ្លៃឈ្នួលពលកម្មកើនឡើងតម្លៃវត្ថុធាតុដើមកើនឡើងនិងតម្លៃថាមពលកើនឡើងកត្តានេះបណ្ដាលឲ្យសហគ្រាសដំឡើងថ្លៃទំនិញឬសេវាកម្មឧទាហរណ៍ប្រសិនបើថ្លៃប្រេងសាំងកើនឡើងនោះបណ្ដាលឲ្យថ្លៃដឹកជញ្ជូនកើនឡើងហើយថ្លៃម្ហូបអាហារក៏ត្រូវកើនឡើងផងដែរទី3ការកើនឡើងនៃការផ្គត់ផ្គង់សាច់ប្រាក់ក្នុងសេដ្ឋកិច្ចរបស់រដ្ឋាភិបាលឬធនាគារកណ្ដាលដែលបោះពុម្ពលុយច្រើនលើសលប់កត្តានេះបណ្ដាលឲ្យតម្លៃលុយធ្លាក់ចុះមានន័យថាមានលុយច្រើនប៉ុន្តែទិញទំនិញបានតិចជាងមុនឬបានទំនិញដដែលទី4ការកើនឡើងនៃចំណាយរបស់រដ្ឋាភិបាលលើការសាងសង់ហេដ្ឋារចនាសម្ព័ន្ធការបើកប្រាក់ខែជូនមន្ត្រីរាជការនិងសោធននិវត្តន៍ផ្សេងៗតែកត្តានេះបណ្ដាលឲ្យមានប្រាក់ចំណូលកើនឡើងនិងបម្រើម្រាស់កើនឡើងធ្វើឲ្យមានអតិផរណាទី5អតិផរណាពីការនាំចូលជាការកើនឡើងថ្លៃទំនិញឬសេវាកម្មដោយសារតែការកើនឡើងថ្លៃជាសកលឬវិបត្តិសេដ្ឋកិច្ចឧទាហរណ៍ប្រសិនបើប្រទេសមួយនាំចូលប្រេងឥន្ធនៈពីប្រទេសដទៃផ្សេងទៀតហើយតម្លៃប្រេងជាសកលឡើងថ្លៃនោះបណ្ដាលឲ្យតម្លៃឥន្ធនៈក្នុងស្រុករបស់ប្រទេសនោះក៏ឡើងថ្លៃដូចគ្នាផងដែរទី6ការរំពឹងទុករបស់អតិថិជនថានឹងមានអតិផរណាកើនឡើងនៅថ្ងៃខាងមុខដូច្នេះពួកគេសម្រុកទិញទំនិញភ្លាមៗកត្តានេះបណ្ដាលឲ្យទំនិញឡើងថ្លៃទី7ព្រឹត្តិការណ៍ដែលមិនបានត្រៀមទុកជាមុនដូចជាគ្រោះធម្មជាតិសង្គ្រាមឬជំងឺឆ្លងឧទាហរណ៍ប្រសិនបើមានទឹកជំនន់កើតឡើងហើយបំផ្លាញផលដំណាំរបស់ប្រជាកសិករវាធ្វើឲ្យឧស្សាហកម្មចំណីអាហារធ្លាក់ចុះបណ្ដាលឲ្យថ្លៃចំណីអាហារកើនឡើងខ្ញុំសង្ឃឹមថាអ្នកទាំងអស់គ្នាបានយល់អំពីនិយមន័យនិងមូលហេតុមួយចំនួនដែលបណ្ដាលឲ្យមានអតិផរណាមកដល់ចំណុចនេះខ្ញុំសូមពន្យល់អំពីរូបមន្តដើម្បីគណនាអត្រាអតិផរណាវិញម្ដងដើម្បីគណនាអត្រាអតិផរណាយើងត្រូវយក CPI ឆ្នាំបច្ចុប្បន្នដកនឹង CPI ឆ្នាំមុនចែកនឹង CPI ឆ្នាំមុនគុណនឹង100នេះជារូបមន្តសម្រាប់គណនាអត្រាអតិផរណាតើ CPI ជាអ្វី CPI ជាសន្ទុះថ្លៃទំនិញប្រើប្រាស់ដែលវាស់ពីការប្រែប្រួលនៃថ្លៃទំនិញឬសេវាកម្មនៅលើទីផ្សាររបស់សេដ្ឋកិច្ចមួយខាងក្រោមនេះជាឧទាហរណ៍សាមញ្ញដើម្បីគណនាអត្រាអតិផរណាឧទាហរណ៍ថានៅដើមឆ្នាំ2024 CPI ស្មើនឹង 257.9 ហើយក្នុងឆ្នាំ2025នេះ CPI ស្មើនឹង 261តោះយើងគណនាអត្រាអតិផរណាជាមួយនឹងគ្នាតាមរូបមន្តអត្រាអតិផរណាស្មើនឹង CPI ឆ្នាំបច្ចុប្បន្នដកនឹង CPI ឆ្នាំមុនចែកនឹង CPI ឆ្នាំមុនគុណនឹង100យើងធ្វើការចំនួនលេខចូលតាមទីតាំងរបស់ CPI នីមួយៗដូចនេះអត្រាអតិផរណារបស់យើងស្មើនឹង 1.2% ខ្ញុំសូមបង្ហាញជូនបន្ថែមពីអត្រាអតិផរណារបស់ប្រទេសមួយចំនួនក្នុងពិភពលោកបើយោងតាមទិន្នន័យរបស់ធនាគារពិភពលោកក្នុងឆ្នាំ2024កន្លងមកនេះសហរដ្ឋអាមេរិកមានអត្រាអតិផរណាប្រមាណ 2.9% ប្រទេសចិនមានអត្រាអតិផរណាប្រមាណ 0.2% ប្រទេសអាល្លឺម៉ង់មានអត្រាអតិផរណាប្រមាណ 2.3% ប្រទេសអារ៉ាប៊ីសាអូឌីតមានអត្រាអតិផរណាប្រមាណ 1.7%
ដោយឡែកនៅក្នុងប្រទេសកម្ពុជាយើងវិញមានអត្រាអតិផរណាប្រមាណ 0.8% សរុបជារួមមកអតិផរណាគឺជាការកើនឡើងនៃកម្រិតថ្លៃរួមមានន័យថាថ្លៃទំនិញឬសេវាកម្មជាច្រើនកើនឡើងព្រមៗគ្នាក្នុងអំឡុងពេលណាមួយហើយកត្តាដែលបណ្ដាលឲ្យមានអតិផរណាមានដូចជាការកើនឡើងនៃតម្រូវការរួមច្រើនជាងការផ្គត់ផ្គង់ការកើនឡើងនៃថ្លៃផលិតកម្មការកើនឡើងនៃការផ្គត់ផ្គង់សាច់ប្រាក់ក្នុងសេដ្ឋកិច្ចរបស់រដ្ឋាភិបាលឬធនាគារកណ្ដាលការកើនឡើងនៃការចំណាយរបស់រដ្ឋាភិបាលអតិផរណាពីការនាំចូលការរំពឹងទុករបស់អតិថិជនថានឹងមានអតិផរណានៅថ្ងៃខាងមុខនិងព្រឹត្តិការណ៍ដែលមិនបានត្រៀមទុកជាមុនដូចជាគ្រោះធម្មជាតិសង្គ្រាមឬជំងឺឆ្លងជាដើមខ្ញុំសង្ឃឹមថាវីដេអូមួយនេះជាប្រយោជន៍សម្រាប់អ្នកទាំងអស់គ្នាដើម្បីយល់ដឹងបន្ថែមអំពីអតិផរណាដែលតែងតែកើតឡើងក្នុងសកលលោកសូមអរគុណអ្នកទាំងអស់គ្នាជួបគ្នាសម្រាប់វីដេអូក្រោយៗទៀត